គេដែរអូតាមធម្មតាអរេឡើយចេះមកធម្មតាខំមើលពេកខ្ញុំមិននឹកស្មានថាកូនប្រុសរបស់ខ្ញុំអៀនយ៉ាងនេះខ្ញុំបាននាំកូនរបស់ខ្ញុំថតកន្សឹបសេះជាមួយវតីនិងបែបអ្នកចំការតែលើកនេះគឺខ្ញុំថតកន្សឹបបែបអ្នកចំការហើយខ្ញុំថត UV ការពារកម្ដៅថ្ងៃខ្ញុំយកកូនខ្ញុំកូនបង្ចត់ដើម្បីថតជាមួយគ្នាដោយសារគាត់វ័យប៉ិនគ្នាបាននិយាយឲ្យចំទៅឥឡូវតួកូនថតជំនួសម្ដាយម្ដងពីព្រោះឲ្យពេលខ្លះម្ដាយហត់ក៏ខ្ញុំរៀបកន្សឹបឲ្យកូនថតជំនួសវិញម្ដងបងប្អូននៅខ្ញុំមានដឹងថាគាត់នឹងអៀនដល់ថ្នាក់នេះខ្ញុំគិតថាពួកគាត់ធ្លាប់ស្គាល់គ្នាអញ្ចឹងពេលដែលថតជាមួយគ្នាគឺមិនអីនោះទេកន្សឹបចំការរបស់ខ្ញុំគឺមានស្រីស្អាតរះមកទៀតនេះហើយវតីក៏បានទៅលេងហើយក៏គាត់ថតជាមួយខ្ញុំក៏ទៅជីកដីជីកអីជាមួយគ្នានឹងសប្បាយមែនតើបងប្អូននេះបែបចំការចូលមកដល់វគ្គកូនប្រុសខ្ញុំវិញម្ដងនិយាយពីថាពិបាកមែនតើហើយស៊ីម៉ោងស៊ីពេលធ្វើឲ្យខាតពេលវេលាតែត្រូវថតកន្សឹបសេះជាមួយនឹងថ្ងៃលិចយេចំទៅមិនដឹងថាគាត់ដល់ថ្នាក់នេះហើយមានរឿងអីត្រូវអៀនខ្ញុំឆ្ងល់ដែរហើយបើនិយាយឲ្យចំទៅក៏អត់សូវបានថតទេបើនិយាយរឿងថតវិញគឺជីងគឺគាត់ថតច្រើនតម្រាំបានមកប៉ុសអញ្ចឹងបងប្អូននិយាយពីយូរធ្វើឲ្យជាងថតស្រីរបស់ខ្ញុំខាងរាជនីនេះគឺthamចិត្តឲ្យម្នាក់គ្រប់គ្នាសើចឡើងពេញនឹងហ្មងដោយសារហួសចិត្តនិយាយពីថាតម្រាំបានមកប៉ុសនិយាយពីដូចចាប់ក្តាមដាក់ឆ្អេបងប្អូនក៏មើលរូបភាពពេលចេញមករូបភាពនិយាយពីថាស្អាតខ្លាំងមែនតើដោយសារជាងថតរបស់ខ្ញុំមកថតបដាកាយវិការបដាហ្នឹងហើយលទ្ធផលថតក្មេងៗដូចក្តាមចាប់ដាក់ឆ្អេក៏ប៉ុន្តែរូបវិញចេញមកគឺញាក់សាច់តែម្ដងបងប្អូនអើយនិយាយទៅកន្សឹបចំការនេះគឺជាកន្សឹបប្លែកដែលស្អាតខ្លាំងមែនតើមានភ្នំមានចំការហើយរូបភាពមួយនេះគឺមានភាពតាក់ទាញហើយស្រស់ស្អាតខ្លាំងប៉ុន្តែក៏មើលទស្សនវិជ្ជាខាងក្រៅឆាអសោះនិយាយពីថាជាងថតនឹងខ្ញុំនេះស្ទើរតែស្ទះទ្រង់ដោយសារអីយើងប្រញាប់ទៅថតកន្សឹបសេះមួយទៀតហើយតម្រាំតែចាប់គាត់ឲ្យកាយវិការបាននឹងគឺនិយាយពីថាពិបាកបើនិយាយឲ្យចាំទៅមកវិកូនរបស់ខ្ញុំនឹងសភាពបរោះហើយគ្រាន់តែឲ្យងាកមុខបន្តិចដើម្បីឲ្យគេថតកន្សឹបសម្លេងជូតមុខឡាកម៉ូនិយាយពីថាអត់ព្រមងាកសោះនៅពិបាកអញ្ចឹងនិយាយពីថារូបចេញមកវិញគឺពេញចិត្តខ្ញុំតែម្ដងនេះឥឡូវខ្ញុំដឹកអស់កម្លាំងឲ្យចូលដល់បង្ចនវិញម្ដងគឺចាប់ដាក់ទៅកដាលដើម្បីឲ្យគាត់គេងទៅថតជាមួយនឹងសម្លេងជូតមុខឡាកម៉ូទៀតនិយាយពីថាបើសិនជាថតអត់មានអ៊ីមីងវិញគឺងាយស្រួលទេតែបើថ្ងៃណាថតមានអ៊ីមីងនិយាយពីពិបាកចាគាត់គឺជាក្មេងប្រុសគាត់មិនសូវចេះថតច្រើនប៉ុន្តែរូបចេញមកមើលទៅដូចអត់មានការស្មុគស្មាញអីអញ្ចឹងហើយមើលទៅឡើងស្រស់ស្អាតតែម្ដងមួយទៀតបងប្អូនដឹងហើយថាក្មេងៗសកលកូនរបស់ខ្ញុំឬកូនបង្ចនហើយនៅក្នុងវីដេអូនេះពួកគាត់គឺវ័យប៉ុណ្ណឹងគ្នាទាំងអស់ហើយពួកគាត់ភាគច្រើនពេលដែលគាត់វ័យប៉ុណ្ណឹងគឺគាត់ឡើងមុនខ្លាំងមែនតើបើសិនជាគាត់ជ្រើសរើសផលិតផលប្រើមិនបានត្រឹមត្រូវនោះនឹងធ្វើឲ្យស្បែកមុខរបស់គាត់កាន់តែធ្ងន់ធ្ងរថែមទៀតប៉ុន្តែអ្វីដែលខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថាសម្លេងជូតមុខឡាកាម៉ូរបស់ខ្ញុំគឺអ្នកប្រើប្រាស់គឺ feedback ពិតគឺបែបនេះដោយសារធាតុផ្សំនៃសម្លេងជូតមុខឡាកាម៉ូបែបធម្មជាតិមានជាតិកាត់ហើយក៏ផ្សំចេញពីស្លឹកកញ្ចៀកក្រាញ់ដែលព្យាបាលមុខរបួសបានល្អរូបមន្តមួយនេះគេរកឃើញមុនគេនៅប្រទេសឥណ្ឌាហើយអ្នកគីមីវិទ្យាក៏បានអះអាងថាស្លឹកកញ្ចៀកក្រាញ់ទឹកនេះអាចផ្សះមុខរបួសបានល្អខ្លាំងមែនតើហើយអ្នកដែលមានបញ្ហាមុខមុនឬក៏ស្បែកអាឡែកស៊ីអីគឺអាចប្រើសម្លេងជូតមុខឡាកាម៉ូដែលផ្សំចេញពីស្លឹកកញ្ចៀកក្រាញ់ទឹកនេះធ្វើឲ្យស្បែកមុខរបស់បងប្អូនព្យាបាលមុខមុនដូចនៅក្នុងវីដេអូនេះអញ្ចឹងបងប្អូនទាំងអស់គ្នា feedback មិនមែនមួយមិនមែនពីរគ្រប់អតិថិជនទាំងអស់ដែលគាត់បានប្រើប្រាស់សម្លេងជូតមុខឡាកាម៉ូគាត់បាននិយាយពីមាត់មួយទៅមាត់មួយថាសម្លេងជូតមុខឡាកាម៉ូជាព្យាបាលរាល់បញ្ហាដែលបងប្អូនមានឡើងមុខឬក៏ថែរក្សាស្បែកមុខឲ្យបានស្អាត